ព្រះវិស្ណុឬព្រះនរាយណ៍ឬព្រះភគវន្តឬព្រះអនន្តៈឬហរៈជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំង3ក្នុងព្រហ្មញ្ញសាសនាព្រះវិស្ណុជាអាទិទេពស្រោចស្រង់លោកទ្រទ្រង់លោកនិងចម្រើនលោកព្រះវិស្ណុជាកំពូលអាទិទេពទី2នៅក្នុងព្រហ្មញ្ញសាសនាក៏ប៉ុន្តែការគោរពបូជានៅតាមសម័យកាលខ្លះឬតាមតំបន់នៃពពួកព្រាហ្មណ៍បានចាត់ទុកព្រះវិស្ណុជាកំពូលអាទិទេពទី1ទៅវិញព្រះអង្គពុំមែនជាអ្នកបង្កើតលោកដោយផ្ទាល់ទេតែទ្រង់ជាអ្នកបង្កើតព្រះព្រហ្មហើយបញ្ជាឲ្យព្រះព្រហ្មបង្កើតលោកបន្តទៀតតាមរយៈម៉ាយាដែលគេហៅថាជាលោកធាតុដ៏បរិសុទ្ធរបស់ទ្រង់ដែលបានរក្សាទុកនៅក្នុងអង្គរាងកាយរបស់ទ្រង់ហើយនេះបានសេចក្តីថានៅពេលដែលលោកធាតុទាំងមូលដោយរួមទាំងទេវៈទាំងឡាយផងលោកធាតុទាំងនោះត្រូវចូលទៅក្នុងអង្គកាយព្រះវិស្ណុវិញរងចាំ